រយៈពេល2ថ្ងៃកម្លាំងជំនាញរបស់អធិការនគរបាលស្រុកជ័យសែនបំបែកមុខសញ្ញារក្សាទុកជួញដូរសារធាតុគ្រឿងញៀនឆ្លងដែនដ៏សកម្មចំនួន2ករណីឃាត់ខ្លួនជនសង្ស័យ4នាក់មុខសញ្ញាក្រុមជនសង្ស័យទាំងឡាយណាបើអ្នកគិតថាក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់លោកវរៈសេនីឯករិទ្ធសូណាអធិការនគរបាលស្រុកជ័យសែនដែលគេដាក់រហស្សនាមឲ្យកណ្ដុលជ្រែកដីនោះថាជាដែនដីឬក៏ភូមិសាស្ត្រសុវត្ថិភាពមួយសម្រាប់បង្កលក្ខណៈឲ្យមុខជំនួញរក្សាទុកនិងចែកចាយនៅសារធាតុគ្រឿងញៀនខុសច្បាប់របស់ក្រុមទទួលបាននៅភាពជោគជ័យនិងសំប្រកបនោះអ្នកហាក់បីដូចជាកំពុងតែដេកយល់សមបានចុះទៅយកកំណត់ទ្រាំនៅឋានពុជងនៀកយ៉ាងដូចនោះតួយ៉ាងដូចជាករណីក្រុមជនសង្ស័យមុខសញ្ញារក្សាទុកនិងជួញដូរសារធាតុគ្រឿងញៀនចំនួន2នាក់ឆ្លងដែនដោយមានការណែនាំនិងចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍តូសួសុកតារាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារជាក់ស្ដែងកាលពីថ្ងៃទី1ខែមិថុនាឆ្នាំ2025កន្លងទៅថ្មីនេះកម្លាំងជំនាញរបស់អធិការនគរបាលស្រុកក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយលោកវរៈសេនីយ៍ឯករិទ្ធសូណាអធិការនគរបាលស្រុកជ័យសែនបានចុះឆ្មក់បំបែកនិងបង្ក្រាបមុខសញ្ញារក្សាទុកចែកចាយជួញដូរនៅសារធាតុគ្រឿងញៀនខុសច្បាប់មួយករណីនៅចំណុចប្រឡាយកំផេនដែលស្ថិតនៅក្នុងភូមិសាស្ត្រភូមិវាលបឃុំពុត្រាស្រុកជ័យសែនខេត្តព្រះវិហារលោកវរៈសេនីយ៍ឯករិទ្ធសូណាអធិការនគរបាលស្រុកជ័យសែនបានបញ្ជាក់មកកាន់អង្គភាពសារព័ត៌មានយើងនៅតាមប្រព័ន្ធសង្គម Telegram នាព្រឹកថ្ងៃទី3ខែមិថុនាឆ្នាំ2025នេះថាក្នុងកិច្ចប្រតិបត្តិការមួយនេះជាលទ្ធផលកម្លាំងសមត្ថកិច្ចជំនាញរបស់លោកបានឈានទៅធ្វើការឃាត់ខ្លួនក្រុមជនសង្ស័យចំនួន2នាក់ដែលក្នុងនោះរួមមានទី1ឈ្មោះគុណសវណ្ណាភេទប្រុសអាយុ40ឆ្នាំមុខរបរមិនពិតប្រាកដរស់នៅឃុំត្រពាំងជងស្រុកបាកានខេត្តពោធិ៍សាត់បច្ចុប្បន្នមកស្នាក់នៅបណ្ដោះអាសន្នភូមិក្រាំងដូងឃុំព្រះឃ្លាំងស្រុកត្បែកមានជ័យខេត្តព្រះវិហារជនសង្ស័យទី2ឈ្មោះឈឹមភិរុនភេទប្រុសអាយុ31ឆ្នាំមុខរបរមិនពិតប្រាកដរស់នៅភូមិតាអាំស្រុកកំពង់ស្វាយខេត្តកំពង់ធំបច្ចុប្បន្នមកស្នាក់នៅភូមិវាលបឃុំពុត្រាស្រុកជ័យសែនខេត្តព្រះវិហារលោកអធិការបានបន្តទៀតថាក្រោយការឃាត់ខ្លួនជនសង្ស័យទាំង2នាក់ខាងលើសមត្ថកិច្ចជំនាញរបស់លោកបានឆែកឆេរនិងដកហូតវត្ថុតាងពីក្រុមជនសង្ស័យមួយចំនួនក្នុងនោះរួមមានទី1ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុគ្រឿងញៀនចំនួន3កញ្ចប់ទី2ទូរស័ព្ទដៃចំនួន2គ្រឿងទី3ចិញ្ចីថ្លឹងថ្នាំញៀន1គ្រឿងផងដែរលើពីនេះទៅទៀតលោកអធិការថានៅក្រៅការសួរនាំស្ដាប់ចម្លើយក៏ដូចជាយោងទៅតាមចម្លើយសារភាពពីជនសង្ស័យឈ្មោះគុណសវណ្ណានិងដើម្បីបន្តជីកស្មៅគឺជីកទាំងឬផងនោះលោកអធិការថាលុះនៅថ្ងៃទី2ខែឆ្នាំដដែលវេលាម៉ោងប្រមាណជា5:25នាទីរសៀលកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនក៏បានសហការជាមួយនឹងកម្លាំងជំនាញរបស់អធិការដ្ឋានរបស់លោកបូកជាមួយនឹងកម្លាំងរបស់អធិការនគរបាលស្រុករវៀងផងនោះនឹងបានបន្តចុះទៅចំណុចគោលដៅខ្ទមស្រែទុកចោលមួយស្ថិតនៅចំណុចភូមិត្រពាំងទទឹមឃុំរំទុំស្រុករវៀងខេត្តព្រះវិហាររួចធ្វើការស្រាវជ្រាវរយៈពេលខ្លីបន្ទាប់មកក៏ឈានទៅបំបែកទីតាំងមុខសញ្ញារហូតឈានទៅបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យបានចំនួន2នាក់បន្ថែមទៀតផងដែរ